ហើយបន្ទាប់ពីគ្រីចាត់ការពួកកងទ័ពអង្គរៈរាជវាំងរបស់យើងកាត់មកវិមានដ៏ចំណាស់មួយដែលមានបរិសម្នាក់កំពុងតែស្រែកហៅអ្នកនាងធំនៅក្នុងវិមាននោះឲ្យចេញមកទទួលគេព្រោះគេបានមកដល់ទីនឹងហើយគេនិយាយមកលក្ខណៈដែលមិនឲ្យតម្លៃទៅស្ត្រីម្នាក់នោះសោះហើយមនុស្សស្រីនៅក្នុងវិមាននោះនៅពេលដែលដឹងថាបរិសនោះមកគេក៏បានលាប្អូនប្រុសរបស់គេដែលកំពុងតែឈឺនឹងហើយគេថាហើយយើងមិនអាចធ្វើអ្វីបានទេគេមកដល់ហើយយើងត្រូវចេញហើយណាហើយចំណែកឯប្អូនប្រុសរបស់នាងក៏ចង់ខាត់នាងដែរថាកុំឲ្យទៅអីទាំងដែលគេកំពុងតែឈឺហើយនាងក៏និយាយទៅកាន់ប្អូនប្រុសនាងថាយើងគ្មានចម្រិតទេបងត្រូវតែទៅហើយថែមតែកាត់ក្នុងចិត្តឲ្យយើងដឹងថាឪពុកម្ដាយរបស់នាងបានស្លាប់ចោលនាងហើយបន្សល់ទុកនៅតែបំណុលហើយបងប្អូនរបស់នាងតែម្នាក់គាត់ត្រូវបានឈឺដេកសម្រាកនៅលើគ្រែមិនអាចធ្វើដំណើរទៅណារួចទៀតដូច្នេះនាងគ្មានចម្រិតទេនាងត្រូវទៅតាមអបិនោះហើយដើម្បីកុំឲ្យគេឆាប់មកទីបំណុលរបស់នាងពេកបន្ទាប់មកនាងក៏បានលាប្អូនប្រុសរបស់នាងទៅហើយក៏បានប្រាប់គេថាឯកំភៃអីតិចទៀតយើងនឹងមកវិញហើយអ្នកសួររកតួស្រីប្រហែលហ្នឹងឯងតួស្រីវិញខ្ញុំអានទៅមើលទៅអាគ្រីសនឹងវាអត់ប្រូញ៉ែស្រីញ៉ែអីបន្តិចតួចអស់វាមិនតាគាត់និយាយលេងនិយាយអីជាមួយម្នាក់ស្រីនឹងច្រើនដែរនិយាយទៅមានការបារម្ភពីគ្នាអីចឹងទៅខ្ញុំចាត់ទុកម្នាក់ស្រីនឹងតួស្រីសិនចាំមិនម៉ាយើងដូរតាមហ្នឹងហើយកាត់មកកន្លែងកម្មវិធីជប់លៀងនៅឯបារម្ភរាជវាំងឯនេះវិញគឺថាមានបរិសម្នាក់ដែលមានឋានៈជាបារុនគឺគេនៅក្មេងស្អាតឆ្លាតពូកែនិងសង្ហាទៀតផងតែមនុស្សស្រីនៅទីនោះគ្រប់គ្នាគឺគេចង់ប្រាថ្នាបានម្នាក់នឹងធ្វើជាប្តីនៅពេលដែលអាចារ្យកំពុងតែនិយាយពីសម្រស់បរិសម្នាក់នោះស្រាប់តែមានម៉ាក់ហ្វីម្នាក់បានធ្វើដំណើរមកដល់ហើយថែមទាំងយកកូនស្រីរបស់គាត់មកជាមួយទៀតហើយកូនស្រីរបស់គាត់ពិតជាមានសម្រស់ស្រស់ស្អាតជាខ្លាំងហើយពេលនោះបារុនមុខយ៉ាប់ក៏បានមករាក់ទាក់លោកម៉ាក់ហ្វីនិងកូនស្រីរបស់គាត់តាមការប៉ັດទៅអបិបារុនមុខយ៉ាប់នឹងគ្មានមករាក់ទាក់ដើម្បីសួរសុខទុក្ខអីទេគេគិតនៅក្នុងចិត្តថាបើគេញ៉ែកូនលោកម៉ាខ្វីសនឹងបាននោះឋានៈរបស់គេក៏ប៉ັດជាឡើងតាមនឹងដែរព្រោះអីបើគេរៀបការជាមួយនឹងកូនស្រីមន្ត្រីដែលមានឋានៈត្រឹមជាម៉ាខ្វីសហើយនោះឋានៈរបស់គេបើមិនឡើងជា Viscount ក៏ត្រឹម Count ដែរយ៉ាងតិចនោះហើយបន្ទាប់មកក៏មានអ្នកមកប្រកាសឈ្មោះភ្ញៀវកិត្តិយសដែលមកនៅទីនេះគឺថាអបិមុខទៅយើងនឹងឯងហើយបន្ទាប់មកគេក៏បានរៀបរាប់ឈ្មោះគេភ្ញៀវកិត្តិយសម្នាក់ទៀតភ្ញៀវកិត្តិយសម្នាក់នេះគឺជាភ្ញៀវកិត្តិយសដែលពិសេសជាងគេនៅក្នុងកម្មវិធីជប់លៀងនៅយប់នេះគាត់គឺជាវរៈបរនៅក្នុងសង្គ្រាមដែលបានបណ្ដេញសត្រូវចំនួន2000នាក់ដែលត្រឹមតែមានគ្នាចំនួនតែ4នាក់ប៉ុណ្ណោះហើយក៏ជាអ្នកប្រើប្រាស់វិវ័យក្មេងបំផុតនៅក្នុងប្រវត្តិសាស្ត្រនៅក្នុងប្រទេសយើងហើយមើលទៅតាពេកមុខផ្ទៃពេលឃើញគ្រីសយើងចង់ទៅស៊ីសាច់គ្រីសហ្មងថាអញទ្រាំបានដែរប៉ុន្តែពេលនោះក៏អ្នកបង្កាសក៏បានបង្កាសទៀតថាហើយគាត់ក៏បានឡើងតំណែងខ្លាយទៅជាបារ៉ុនគ្រីធ្វើឲ្យអាប៉ែនោះសាច់លេងសំតែម្ដងព្រោះអីពេលនេះគ្រីសគេឡើងទៅជាអភិជនហើយលេងសាច់បេកើតហើយចង់យកគ្រីសធ្វើកូនចៅក៏លេងកើតដែរព្រោះអីគ្រីសឥឡូវគេមានឋានៈមានទឹកដីព្រោះអីត្រឹមឋានៈបារ៉ុនអីគេមានទឹកដីកាន់កាប់រៀងខ្លួនបាត់ហើយហ្នឹងហើយគ្រីសក៏បានឆ្លៀតរាក់តែអាប៉ែមុខផ្ទៃនឹងបន្តិចដែរប៉ុន្តែអាប៉ែមុខផ្ទៃនឹងវាចង់ត្រោលឋានៈវាព្រោះអីឋានៈវាធំជាងគ្រីសអីអញ្ចឹងចង់យកមកគម្រាមហើយគ្រីសក៏បានកាត់ថាមួយហ្នឹងអត់ដូរចរិតសោះហើយពេលនោះក៏បានខោនដែលទទួលគ្រីសយកមករាជធានីហ្នឹងក៏បានសួរសុខទុក្ខគ្រីសហើយថែមទាំងលោកម៉ាខ្វីសហ្នឹងក៏បានមករយៈមួយគ្រីសទៀតធ្វើឲ្យអាប៉ែមុខផ្ទៃហ្នឹងថាចុំអានេះឥឡូវដូចជារយៈមួយវាលេងកើតដកថយសិនហើយបន្ទាប់មកខោននិងលោកម៉ាខ្វីសក៏បានទៅរយៈមិត្តភ័ក្តិដតីទៀតរបស់គាត់ប៉ុន្តែនៅពេលដែលគ្រីសទៅនោះក៏មានស្រីស្អាតបានមករកចែកចង់គាត់ហ្នឹងប៉ុន្តែគ្រីសយើងហ្នឹងដូចតែខ្ញុំបាននិយាយចឹងគាត់មិនសូវចាប់អារម្មណ៍ទេគាត់ចាប់អារម្មណ៍តែរឿងនៅពីគីនគាត់ហ្នឹងដោយសារតែមានបរិសម្នាក់កំពុងតែបង្ខំនារីម្នាក់ឲ្យពេលនេះគឺគាត់ចង់ឲ្យនារីម្នាក់ហ្នឹងខ្លាចជាប្រពន្ធចុងគាត់ហ្នឹងហើយនារីម្នាក់ហ្នឹងក៏គ្មានណាឆ្ងាយទៀតលោកអើយហើយគ្រីសនៅពេលដែលគ្រាន់តែឃើញនាងភ្លាមក៏ថារកឃើញហើយពេលនេះហើយគ្រីសក៏បានអោនទៅចិត្តម្នាក់ស្រីនឹងចិត្តមែនទែនធ្វើឲ្យនាងក៏រៀងអៀនដែរហើយក៏បានសួរថាតើម្នាក់ប្រុសនឹងគឺជានរណាហើយនាងក៏បានឆ្លើយទៅកាន់ប្រាប់ទៅគ្រីសទៅអាប៉ែហ្នឹងមានឋានៈជាបារ៉ុនដែរហើយគ្រួសាររបស់គេហ្នឹងកែខាងធ្វើជំនួញហើយមិនទៅចង់រាក់ទាក់ទៅចិត្តគេទេទៅមួយគេហ្នឹងគឺអាលីអីហើយអាប៉ែហ្នឹងមានប្រពន្ធ3ហើយលេងចោលទាំងអស់ហើយប្រពន្ធក្រោយវាហ្នឹងវាវាយប្រពន្ធវាទៀតនោះអាប៉ែហ្នឹងចិត្តឯងមែនហើយក៏ពេលនោះបារ៉ុនមុខសង្ហាតែចរិតយ៉ាប់ក៏បានមករយៈជាមួយគ្រីសហើយសំបីតែកូនស្រីលោកម៉ាខ្វីហ្នឹងក៏បានមករយៈដែរធ្វើឲ្យអាចារ្យនោះក៏ថាចំ
និយាយពេកហ្នឹងមកកាត់មាត់ឯងទាំងបរោះទាំងពីរហ្នឹងហ្មងថាកាត់មាត់ទាំងគ្រីសហើយនឹងបារុនមុខស្អាតយើងហ្នឹងហើយបន្ទាប់មកអាចារ្យក៏ចង់បបួលគ្រីសហ្នឹងទៅខាងក្រៅដើម្បីមានភាពស្ងប់ស្ងាត់អីអញ្ចឹងទៅណាប៉ុន្តែពេលនោះគ្រីសក៏បាននិយាយថាអត់សំទោសអ្នកនាងខ្ញុំទៅទីនោះមួយផ្លេតព្រោះថាពេលនេះហ្នឹងគឺថាអាប៉ែដែលនាំតួឯកស្រីយើងចោះខ្ញុំហៅតួឯកស្រីឲ្យស្រួលហៅព្រោះឈ្មោះគាត់ហ្នឹងបាក់ហៅដែរហើយក៏ពេលនេះគឺគាត់បានបង្ខំតួឯកស្រីយើងហ្នឹងឲ្យទៅនេះជាមួយគាត់ហើយព្រោះអីដើម្បីដោះបំណុលដែលតួឯកស្រីរបស់យើងហ្នឹងជំពាក់គាត់ហើយក៏បានចង់បង្ខំនាងហ្នឹងឲ្យក្លាយទៅជាប្រពន្ធចុងគាត់ហើយយកហ្នឹងទៅផ្ទះមួយគាត់អីចឹងណាហើយថែមទាំងគម្រាមរឿងជំងឺប្អូនប្រុសរបស់តួឯកស្រីរបស់យើងទៀតណាថាគេហ្នឹងនឹងធ្វើឲ្យជាអីទៅតែបើនាងមិនព្រមទេនោះជំងឺរបស់ប្អូនប្រុសនាងនឹងកាន់តែធ្ងន់ធ្ងរជាមិនខានហើយក៏បានយកដៃទៅស្ទាបអាកន្លែងដែលមិនគួរឲ្យស្ទាបទៅធ្វើឲ្យតួស្រីរបស់យើងពេលនេះទ្រាំមិនបានទេក៏បានយកដបដែលអ្នករត់ទុកនៅkiaនោះយកមកហើយក៏បានវាយក្បាលប៉ែកនឹងមកដបនឹងទៅហើយគ្រីក៏បានគិតថានាងជាមេខ្លាមិនមែនជាកូនឆ្មាទេពេលនេះច្រឡំធំហើយវើយហើយចំណែកឯតួស្រីវិញក៏បាននិយាយទៅកាន់អាបារ៉ុននឹងថាណារកចិត្តឯងគិតថាឯងនឹងប៉ះកន្លែងណាហើយនៅពេលអាបារ៉ុនចរិតយ៉ាប់យើងងើបមកហើយក៏បានដៀតួស្រីយើងថាណែមីចង្រៃណែនាងចង់ភ្លក់ថ្នាំខ្លាំងរបស់យើងចាំមើលយប់នេះយើងនឹងមករៀនពីថ្នាំខ្លាំងរបស់យើងឲ្យនាងហើយវើយតែពេលនោះស្រាប់តែមានសម្លេងមួយបាននិយាយទៅកាន់គេថាណែល្មមបានហើយវើយហើយសម្ដីហ្នឹងក៏គ្មានអ្នកណាឆ្ងាយដែរគឺគ្រីសរបស់យើងហ្នឹងឯងហើយគេក៏បានទៀតថាណែបើមិនចង់ជួបគុកទេល្មមបានហើយឥឡូវហ្នឹងគ្រីសរបស់យើងលុយគ្រាន់តែការនិយាយរបស់គ្រីសហ្នឹងក៏ធ្វើឲ្យគេម្នាក់ហ្នឹងក៏ខ្លាចពីចំហាយរបស់គ្រីសដែរហើយពេលហ្នឹងវាក៏បានរត់ទៅហើយចំណែកតួឯកស្រីរបស់យើងក៏បានអរគុណគ្រីសដែរហើយចាំមើលមកស្នៀតញ៉ែស្រីរបស់គ្រីសអ្នកនាងយកដបវៃមិញហ្នឹងយកដបវៃអញ្ចឹងល្អត្រូវក្បាច់ត្រូវអីល្អចំណែកតួឯកស្រីក៏បានថាអាប៉ែកនេះចម្លែកមិនទេហើយបន្ទាប់មកចូលលក្ខណៈបែបចិនថ្មែនម្ដងអ្នកនាងតើអ្នកនាងអាចរួមជាមួយនឹងខ្ញុំបានទេហើយពួកគេទាំងពីរនាក់ក៏បាននាំគ្នារួមទៅហើយគ្រីសក៏បានឆ្លៀតសួរតួឯកស្រីថាតើអ្នកនាងហ្នឹងមានគ្រួសារដែលនៅជាមួយនឹងអ្នកនាងប៉ុន្មានអ្នកដែរហើយតួឯកស្រីក៏បានប្រាប់គ្រីសថាគ្រួសាររបស់នាងហ្នឹងបានស្លាប់អស់ហើយនៅសល់តែប្អូនប្រុសរបស់នាងទេប្អូនប្រុសរបស់នាងហ្នឹងកុំអីហ្នឹងខ្លាចទៅជាអ្នកប្រយុទ្ធដ៏អស្ចារ្យហើយប៉ុន្តែដោយសារតែគេមានជំងឺដូច្នេះគេមិនអាចប្រយុទ្ធបានទេហើយគ្រីសក៏បានញញឹមបរោយនៅពេលនោះបាននិយាយថាយើងបានជួបគ្នាហើយនៅពេលនេះលូវីសណែបន្តិចគ្នាយើងអត់ស្គាល់លូវីសលូវីសតាំងពីអ៊ីពីសូតទី1បន្តិចភ្លេចមុខលូវីសទៅហើយលក្ខណៈគ្រីសនៅពេលនេះគឺហត់ទឹកសម្លឹងកាចញ៉ែបងស្រីទៅសម្លឹងប្អូនប្រុសហើយនៅពេលនេះហើយស្អែកឡើងគ្រីសក៏បានរៀបចំសេះដើម្បីទៅមើលផ្ទះកូនកំមុំគេណែឯប្តីច្បងទី3វិញគេចង់ទៅតាមគ្រីសដែរដោយសារតែនៅរីជវែលនឹងអត់សុខក៏ចង់ទៅតាមគ្រីសថាគ្រីសដឹងហើយក៏បានថាអញ្ចឹងព្រះអង្គម្ចាស់ចង់យាងទៅជាមួយទូង្គមដែរមែនហើយព្រះអង្គម្ចាស់ទី3ថាណែឯងអ្នកនិយាយណាអញ្ចឹងយាងទៅក៏បានដែរហើយអ្នកបម្រើចំណិតហ្នឹងក៏ចង់ឲ្យមានការរៀបជាក្បួនដើម្បីនឹងឯព្រះរាជបុត្រទី3ដែរប៉ុន្តែព្រះរាជបុត្រទី3ថាណែយើងទៅជាមួយនឹងវីរៈបរិដែលខ្លាំងជាងគេនៅក្នុងនគរយើងឯងតែឯងខ្លាចអីទៀតហើយកាត់មកតួឯកស្រីយើងវិញពេលនេះគឺត្រូវបានគេធ្វើបាបហើយដោយសារតែយកមិញខ្លានពេកបែកគេមកដល់ពេលនេះគឺគេមកទាបំណុលទាំងដើមទាំងការហើយតួឯកស្រីបានថាណែឯងដឹងពីស្ថានភាពយើងឯណាតើយើងរកលុយឲ្យមកពីណាសងឯងបានភ្លាមទៅអាបារុនចរិតដែលមិនថ្លៃរបស់យើងបានថាអញ្ចឹងនាងមិនខំទេណាណែបើនាងព្រមធ្វើជាស្រីរបស់យើងតាំងពីដើមនាងនឹងមិនអីទេណាពួកឯងឆាប់ចាប់នាងទៅហើយពេលនោះលូវីក៏បានចេញមកហើយក៏បាននិយាយទៅកាន់ពួកទេថាណែពួកចង្រៃឆាប់ចេញពីបងស្រីយើងទៅទាំងគេនឹងកំពុងតែឈឺនឹងវេទនាដល់កហើយបងស្រីរបស់លូវីឃើញដូច្នេះក៏បានថាលូវីឯងចេញមកធ្វើអីហ្នឹងចំណែកអាប៉ែបារុនមុខចរិតអត់យើងវិញក៏បានថាណែពួកឯងចាត់ការគេទៅចំណែកតួស្រីក៏បានថាណែពួកឯងចង់ធ្វើបងប្រុសរបស់យើងប្រយ័ត្នយើងសម្រាប់ពួកឯងចោលតែមើលទឹកមុខថាយំបាត់អីពេលហ្នឹងហើយពេលនោះក៏មានសម្លេងមួយក៏បាននិយាយថាណែតើនាងជពាក់លុយឯងប្រហែលនិយាយប្រាប់យើងមកហើយគ្មានណាឆ្ងាយគឺគ្រីហ្នឹងឯងហើយបងងោយើងគ្រាន់តែឃើញគ្រីនិយាយដាក់មេគាត់ឆ្លើយគាត់ប្រងតវាយគ្រីតែបានមេគាត់ខាត់យកក៏បានប្រាប់គាត់ថាណែបានហើយគេមិនមែនជាមនុស្សដែលឯងអាចទៅរករឿងបានទេហើយឯងសួរហ្នឹងតែឯងចង់សងលុយជំនួសពួកគេមែនមែនហើយតើពួកគេជពាក់លុយឯងមែនវាអាចចម្លើយនេះវារករឿងយើងក្នុងពីនឹងសមវិញហើយបានហើយ1000គោឯងមានលុយអត់ហើយគ្រាន់តែលឺ1000គោភ្លាមគ្រីក៏បានគាត់ថាចំនួននេះដូចជារៀងច្រើនបន្តិចហើយគេក៏បាននិយាយទៅកាន់ណាប៉ែបារុនចរិតអន់យើងថាអើយចំជីសិនទៅចាំនេះចាំយើងសងឯងតែឯងគឺជាណាដែលឲ្យយើងមកជឿឯងងាយនោះតែស្រាប់តែពេលនោះព្រះម្ចាស់ទី3ក៏បានមកហើយធ្វើឲ្យគេភ្ញាក់ជាខ្លាំងហើយក៏បាននិយាយថា
ណែតើយើងអាចធ្វើជាសាក់សីតែឯងប្រូម៉ាត់ហើយដោយសារតែប្រតិបត្តិទី3មកហើយគ្រួសារគេត្រឹមឋានៈបារនទៀតនោះក៏គ្មានធ្វើអីកើតទៀតដែរក្រៅពីយល់ព្រមហ្នឹងហើយបន្ទាប់មកព្រីក៏បានដើរទៅជួបកូនកំមុំគេហើយក៏បានសួរថាសួស្ដីអ្នកនាងពួកយើងបានជួបគ្នាទៀតហើយអ្នកនាងមើលទៅស្អាតជាងពេលដែលអ្នកនាងញញឹមមិនមែនពេលដែលអ្នកនាងយំទេដូច្នេះហើយអ្នកនាងគួរតែជប់យំទៅមិនទាន់នឹងបានអីផងលូវីក៏បានចេញមកហើយក៏បានប្រាប់គេថាណែចេញឆ្ងាយពីបងស្រីយើងទៅហើយគ្រីក៏បាននិយាយទៅកាន់លូវីថាអូឯងឈ្មោះលូវីមែនតែឯងចង់ធ្វើជាអ្នកប្រយុទ្ធដោយសារតែជំងឺរបស់ឯងទៅធ្វើឯងនឹងមិនអាចធ្វើជាអ្នកប្រយុទ្ធបានមែនទេមិនបានជាឯងដឹងហើយយើងមិនដឹងយ៉ាងម៉េចពីជីវិតមុនរបស់យើងឯងនិងយើងគឺជាមិត្តសម្លាញ់របស់គ្នាណែវាយកវាទៅវាឯងនេះជួយឯងបានតែនឹងគឺជាអីទៅហើយនឹងគឺជាថ្នាំសម្រាប់ជួយឯងនឹងឯងកុំខ្វល់ច្រើនអីយកវាទៅលោកធ្វើល្អបាក់ខ្ញុំបែបនេះតែលោកចង់បានអីគេវិញខ្ញុំនឹងទៅកាន់កាប់ទឹកដីនៅឯព្រៃបិសាចហើយខ្ញុំនឹងធ្វើឲ្យនៅទីនោះនឹងមានសុខសុវត្ថិភាពដែលអាចឲ្យមនុស្សរស់នៅបានហើយការងារហ្នឹងបើពឹងតែលើខ្ញុំម្នាក់គឺមិនអាចធ្វើទៅរួចទេទៅវិញតែឯងសុខចិត្តព្រមធ្វើជាដាវរបស់យើងដើម្បីជួយការងារយើងដែរទេខ្ញុំលវីនឹងព្រមស្ម័គ្របម្រើលោកម្ចាស់រហូតដល់ថ្ងៃខ្ញុំស្លាប់បន្ទាប់ពីបានលវីខ្លាយទៅជាកូនចៅរបស់គេហើយគ្រីក៏បានគិតទៀតថាពេលនេះគេមិនមែនជាធានធម្មតាទៀតទេឬក៏ជាវរៈបរោនៃសង្គ្រាមឬក៏ជាមេក្រុមនៃកងទ័ពរបស់អ្នកណាម្នាក់ទៀតទេគឺគេគឺជាខ្លួនគេហើយនៅពេលនេះហើយបន្ទាប់មកគេក៏បានទៅទទួលក្មេងស្រីម្នាក់ដែលគេធ្វើបាបហ្នឹងគេបានជួយសង្គ្រោះហ្នឹងឲ្យទៅមួយគេដែរដោយសារអីម្នាក់ស្រីហ្នឹងខ្លាំងណាស់អ្នកនរគ្នាមើលឃើញតូចចឹងណាប៉ុន្តែពួកក្បាលគេឆ្លាតរឿងគ្រប់គ្រងលុយកាក់រឿងអីហ្នឹងញោហ្នឹងជំនាញបណ្ដោយហើយគ្រីសហ្នឹងក៏មានគោលបំណងមួយទៀតដែរគោលបំណងធំហ្មងគឺជាឯដលរបស់គេហ្នឹងគឺជាស្ដេចក្រាញ់ហ្នឹងឯងគឺគេចង់បានអំណាចដូចស្ដេចក្រាញ់ធ្វើអីធ្វើតាមទឹកចិត្តហ្នឹងហ្មងគ្នាខ្លាចតាណាគេទេហើយអ្នកទាំងអស់គ្នាកុំភ្លេចមើលពីឋានៈពីលេខ1ដល់លេខរៀងទី5ផងខ្ទេចទៅមានឋានៈត្រឹមជាបារ៉ុនទេហើយតិចទៀតហ្នឹងមានពួក count viscount អីច្រើនអញ្ចឹងទៅវាងាយស្រួលចំណាំតាមឋានៈណាធំអីចឹងណាអ្នកទាំងអស់គ្នា